បាទបងប្អូននេះគឺជាផ្ទះតាម៉ុកនៅពីខាងក្រោយបាទនេះគឺខ្ញុំថតពីក្រោយផ្ទះតាម៉ុកបាទឥឡូវទៅមើលអានេះផ្ទះទី3គាត់នេះផ្ទះទី3ហើយខាងនេះផ្ទះកដាលផ្ទះទី2អានេះខ្ញុំថតពីក្រោយបាទសាមុនខ្ញុំធ្វើវីដេអូថតខាងមុខហើយតែក៏ពិតទៅក៏គ្មានអ្វីអស្ចារ្យដែរគាត់ថាយើងសម្រាប់ខ្ញុំជាក្មេងជំនាន់ក្រោយមិនដែលឃើញเนาะមេផ្ទះមេដឹកនាំសម័យប៉ុល ពតហើយរឿងបល័យពូជសាសបាទហើយក៏ឃើញបងពពូមីងគាត់មកទស្សនាច្រើនដែរនៅខាងលើនេះផ្ទះទី1ដែលខ្ញុំថតពីសាមុនបាទហើយមកខាងនេះនេះស្រះទឹកដែលគាត់ជីកធំបាទផ្ទះនេះធំស្រះនេះអានេះខ្ញុំថតពីខាងក្រោយទេអានេះទេសភាពខាងក្រោយហើយជយោនេះអីគឺគេតតាំងពីសម័យនោះឯងបាទនេះទៅសផ្ទះប៉ុណ្ណាហើយហើយនេះបន្ទប់ខាងក្រោមដីបន្ទប់ក្រោមដីប្រគុណហើយនេះខាងអមយាយគាត់មកទស្សនាដីផ្ទះតំណងលោកអមលោកតាលោកយាយគាត់មកលេងទស្សនាច្រើនមកមើលណាផ្ទះតំណងហើយទីទៀតខ្ញុំនាំទៅមើលវិសុផ្ទះតំណងម្ដងអូខេ